ជំរាបសួរលោកគ្រូអ្នកគ្រូនិងស្រីមើលខាងទាំងអស់គ្នាខ្ញុំមកឈ្មោះរីរ៉ាថាវ៉ាន់ដែលក្រុមខ្ញុំនឹងនិយាយអំពីប្រេកង់នៃលំយោលដែលមានសមាជិកដូចជាចាប់មេឈួងហេងចក្រយុទ្ធនិងហេងសុផលជាកិច្ចចាប់ផ្ដើមខ្ញុំសូមគោរពជម្រាបសួរលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំហេងចក្រយុទ្ធអញ្ចឹងបន្ទាប់ពីនេះគឺ table of content របស់យើងគឺទី1គឺនិយមន័យទី2រូបមន្តទី3គឺលំហាត់ទី1គឺនិយមន័យអញ្ចឹងប្រេកង់នៃលំយោលគឺជាចំនួនលំយោលឬចំនួនជុំដែលចល័តបានធ្វើក្នុងរយៈពេល1វិនាទីហើយរូបមន្តរបស់ប្រេកង់នៃលំយោលរបស់យើងគឺតាំងដោយអក្សរ F ដែលប្រេកង់របស់យើងគឺរូបមន្តរបស់គេគឺ F ស្មើនឹង1លើ T ស្មើអូមេហ្គាចែក2ផាយខួបຂະຫນាតគិតជាវិនាទីប៉ូលសាសង់ឬល្បឿនមុំគិតជារេឌីយ៉ង់ក្នុង1វិនាទីអ្នកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំឈ្មោះហេងសុផលនិងបញ្ចូលចំណុចទី3ចឹងលំហាត់គេនិយាយថាអង្គធាតុមួយត្រូវបានគេព្យួរទៅនឹងរសើរមួយគេទាញវាចុះក្រោមរូតលេងទៅខណៈវាផ្លាស់ទីបានអំភ្លីទូត A ស្មើ50សង់ទីម៉ែត្រគេឲ្យប៉ូលសាសង់អូមេហ្គាស្មើ10ផាយរ៉ាយ៉ង់ក្នុង1វិនាទីអញ្ចឹងចំណុចកគេឲ្យគណនាប្រេកង់ខគេឲ្យគណនាខួបចឹងយើងចូលទៅកាន់ចូលមើលទៅកាន់ចម្លើយលំហាត់អញ្ចឹងចម្លើយហ្នឹងគឺកចំពោះចំណុចកគឺគណនាប្រេកង់ហ្នឹងយើងត្រូវធ្វើតាមរូបមន្ត F ស្មើអូមេហ្គាចែក2ផាយដោយសារតែប្រធានរបស់គេហ្នឹងគេឲ្យអូមេហ្គាឬប៉ូសាសង់មកចុះប៉ូសាសង់ឬល្បឿនមុំហ្នឹងគេឲ្យ10ផាយរ៉ាយ៉ង់ក្នុង1វិនាទីហើយយើងដឹងថាបើយើងដឹងអូមេហ្គាមួយហើយយើងអាចទាញរកប្រេកង់បានដោយសារមួយទៀតហ្នឹងគឺ2ផាយចែក2ផាយហ្នឹងអញ្ចឹងដោយអូមេហ្គាស្មើ10ផាយរ៉ាយ៉ង់ក្នុង1វិនាទីអញ្ចឹងយើងអាចទាញបានថា F ស្មើ10ផាយចែក2ផាយអញ្ចឹងយើងសរុបផាយចោលហើយយើងយក10ចែក2យើងបាន5ហើយ5ហ្នឹង5ចឹងដូចនេះប្រេកង់ F ស្មើ5 ដែល ហ្នឹងជាຂະຫນាតរបស់ប្រេកង់ហើយចំពោះចំណុចខវិញគឺគណនាខួបយើងដឹងហើយថាប្រេកង់ច្រាស់សមាសជាមួយខួបអញ្ចឹងយើងបានT ស្មើ1លើ F អញ្ចឹងយើងធ្វើតាមរូបមន្ត T ស្មើ1លើ F មកយើងដឹងថា S ស្មើ5 អញ្ចឹងយើងទាញបានថា T ស្មើ1លើ5វិនាទីដូចនេះខួប T ស្មើ1លើ5វិនាទីអញ្ចឹងការបញ្យល់របស់ខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណលោកគ្រូអ្នកគ្រូនិងអ្នកមិត្តភ័ក្តិទាំងអស់គ្នាដែលបានស្ដាប់ការបកស្រាយរបស់ក្រុមខ្ញុំ